สู้สได้จ้าไงนี่หนึ่งខ្ញុំមកបេះក្រូចពុកម៉ែបងប្អូននិយាយពីថាការកំ plau របស់នឹងខ្ញុំគឺថា rich school ski ពេញទាំងបឹងតែម្ដងដោយដែលពុកម៉ែបងប្អូនបានឃើញស្រាប់អញ្ចឹងនិយាយពីថាចាយច្រើនមែនតែម្ដងថ្ងៃនេះអើយតែអត់ដឹងយកទៅធ្វើអីទេដូច្នេះហើយក៏អត់បានបេះដែរពុកម៉ែបងប្អូនគ្រាន់តែថតបង្ហាញឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញថាអូយផ្កាច្រើនមែនតែម្ដងមើលណែពុកម៉ែបងប្អូនចាយច្រើនមែនណាហើយតងវែងល្អទៀតនិយាយទៅនាងខ្ញុំខានមកអោចំការតែ2ថ្ងៃទេពុកម៉ែបងប្អូនហើយថ្ងៃនេះផងដែរគឺផ្កាកំ plau នោះ rich school ski អស់តោះតែម្ដងពុកម៉ែបងប្អូនមើលហូយល្អម្លេះតែអត់បានមានម្ហូបអីធ្វើទេពុកម៉ែបងប្អូនដោយសារតែថ្ងៃនេះមានម្ហូបហើយណាមួយត្រប់ញងក៏វាអស់ផ្លែដែរខំអីនាងខ្ញុំបុកទៅគ្រឿងញ៉ាំទៀតកាលល្អពិតតែម្ដងផ្កាច្រើនណាស់ពុកម៉ែបងប្អូនថ្ងៃនេះគឺចាយរីកពេញទាំងបឹងមិនចេះនិយាយទេនិយាយទៅផ្កាកំ plau របស់នាងខ្ញុំពុកម៉ែបងប្អូនប៉ុន្មានថ្ងៃមុនវាអត់មានផ្កាទេដោយសារតែមានភ្លៀងតែឥឡូវដល់ពេលវាចាប់ដើមរាំងភ្លៀងផ្កាច្រើនហ្មងបើនិយាយពីកំ plau វិញពុកម៉ែបងប្អូនតំបន់មួយចំនួនឥឡូវដាច់ពូជអីដោយសារតែគេលុបបឹងលុបអីចឹងទៅដើមវាក៏បានងាប់អីចឹងណាពេលខ្លះពេលដែលយើងចង់ញ៉ាំតរោទិញនៅផ្សារអត់មានទេមើលផ្កាច្រើនមែនតែម្ដងនាងខ្ញុំនិយាយទៅចូលចិត្តញ៉ាំផ្កាកំ plau ក៏ពុកម៉ែបងប្អូនតែដោយសារតែថ្ងៃនេះនាងខ្ញុំមានមុខម្ហូបហើយណាមួយអើយចំណីអាហារថ្ងៃនាងខ្ញុំក៏មានដែរហើយនាងខ្ញុំអត់បានបុកល្ហុងបុកល្ហុងឆ្ងាញ់អស់តោះផ្កាកំ plau និយាយពីត្រូវជាតិគ្នានោះមហាសែនត្រូវដាក់មកផ្ទាប់ជាមួយនឹងបុកល្ហុងប្រហុកត្រីឆ្អើរខ្មែរយើងគឺឆ្ងាញ់ពិតតែម្ដងថ្ងៃហ្នឹងមិនដឹងល្មិចទេបានផ្កាច្រើនម្លេះហើយឲ្យសួរគេថាអ្នកណាត្រូវការយកទៅហូបអត់មានអ្នកមកបេះទៀតប្រហែលថ្ងៃមុននិយាយពីដដើមគ្នាផ្កាមួយតងពីរសោះហ្នឹងដដើមគ្នាអ្នកនេះសុំអ្នកនោះសុំដល់ទៅពេលអាចាយមែនទេស្ងាត់អ្នកមកសុំអស់លីងណែអូតាមកលៀតខាងក្នុងពុកម៉ែបងប្អូនវាទៅតែចេញបានពាក់កដាលណាល្អពិតតែម្ដងឃើញហើយខ្វះកណាស់